រៀបសួរគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះបាទបណ្ឌិតមកពីក្រុម SV 11 ចា៎នៅក្នុងវីដេអូនេះខ្ញុំនឹងមានកិច្ចការមួយមកចែកម្លែកគឺនិយាយអំពីការ config email អញ្ចឹងខ្ញុំបានធ្វើការ login មកកាន់ sign in មកកាន់ Namecheap ហើយអញ្ចឹងយើងធ្វើការចូលទៅកាន់ hosting list ហើយយើងធ្វើការ go to cPanel អញ្ចឹងយើងធ្វើការអូសមករក email account មកហើយយើងធ្វើការបង្កើតដាក់ឈ្មោះយើងដាក់ឈ្មោះអីមួយខ្ញុំដាក់ឈ្មោះចឹងខ្ញុំដាក់ឈ្មោះបែបអញ្ចឹងបញ្ចូល password ចឹងយើងធ្វើការ optional setting នេះយើងអាចដាក់ប្រមាណ GB អញ្ចឹងខ្ញុំដាក់ 250G មកចឹងយើងដាក់ច្រើនជាងហ្នឹងក៏បានដែរចឹងយើង create ចឹងនេះគឺជា account ដែលយើងបាន create មុនហ្នឹងចឹងនេះគឺ account យើងបានហើយចឹងយើង copy ឈ្មោះនេះមកហើយយើងធ្វើការទៅបើក Outlook របស់យើងធ្វើការបង្កើត account អូខេអញ្ចឹងបន្តពីកន្លែងមិញវិញអញ្ចឹងយើងធ្វើការបើក iMap មកបើក Outlook ហើយយើងផាសកន្លែងនេះមកឲ្យដែលយើង email យើង copy មុនណាហើយយើងរើសទៅរក iMap ហើយយើង password ដែលយើងដាក់មុនហ្នឹងហើយយើង continue ទៀតចឹងម្ដងទៀតគឺយើងផាសក្នុង account របស់យើងមកយើងរក iMap ចឹងកន្លែងនេះមុននឹងយើងអត់ទៅមុខកើតទេអញ្ចឹងយើងយក advanced setting នេះហើយ iMap អធិស្ឋានមុននឹងគឺយើងធ្វើអត់កើតទេអញ្ចឹងខ្ញុំធ្វើការបើកមកកាន់ Outlook មួយវិញទៀតអញ្ចឹង
ជាងផា email account នោះមកហើយយើង connect ចឹងយើងយក IMAP មកហើយយើងដាក់ password ហើយ connect ចឹងដានអូខេចឹងយើងសាក send email ទៅកាន់ account មួយទៀតចឹងខ្ញុំតែ send ពិសេសពី email របស់ខ្ញុំទៅ account ណារមួយមុនហ្នឹងចឹងយើងមកមើល Outlook វិញ inbox នេះមានមកអត់ចឹងចាំនេះតិចចឹងនេះគឺជា message ដែលផ្ញើមកពី account មួយនោះមុនហ្នឹងចឹងនៅក្នុងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណទាំងអស់គ្នាសម្រាប់ការស្ដាប់ពីដើមដល់ចប់